បាទពុកម៉ែបងប្អូនឃើញម៉ាកយីហោតំណាងប្រទេសអូស្ត្រាលីគេដាក់អក្សរកាត់3អក្សរពុកម៉ែបងប្អូនបាទឥឡូវនេះខ្ញុំមកដល់តារាងកប៉ាល់ហោះInternational Airport ហើយពុកម៉ែបងប្អូនយើងបាទព្រឹកនេះដែរគឺមកទទួលឧត្តមភរិយារបស់ខ្ញុំបាទគាត់អញ្ជើញមកពីស្រុកខ្មែរវិញបាទអញ្ចឹងបាទដើម្បីប្រឌិតយកទេសភាពផ្សេងជូនពុកម៉ែបងប្អូនបន្តិចបាទពុកម៉ែបងប្អូនឃើញពេលព្រឹកព្រលឹមខ្ញុំបាទថ្ងៃនេះចេញពីផ្ទះងើបតាំងពីម៉ោង4កន្លះមកក៏ប៉ុន្តែខ្ញុំអត់មករងចាំខ្ញុំទៅតែចូលក្នុងតារាងកប៉ាល់ហោះខាផាគេនេះខ្ញុំថ្ងៃនេះចតផាកនៅជាន់ទី5បាទពុកម៉ែបងប្អូនយើងបាទហើយចង់ជម្រាបប្រាប់ពុកម៉ែបងប្អូនថានៅស្ពានខាងលើនេះអានឹងសម្រាប់យើងធ្វើដំណើរទៅនៅលើជុំវិញសកលលោកណាហ្នឹងហើយអានឹង departure នៅខាងលើបាទពុកម៉ែបងប្អូនកុំច្រឡំគ្នាណាអានេះនៅខាងលើហើយចំណែកជាន់ខាងក្រោមនេះគឺជាកន្លែងដែលយើងគេហៅថា arrival ហ្នឹងហើយសម្រាប់យើងមកទទួលឧត្តមភរិយារបស់យើងឬក៏ឪពុកម្ដាយរបស់យើងដែលគាត់ហើយឬមួយក៏បងប្អូនប្រុសស្រីកូនក្មួយយើងដែលគាត់មកលេងនឹងយើងយើងដែលគាត់មកដល់ International Airport នេះគឺយើងមកទទួលគាត់នៅarrival នេះឯងបាទហើយនេះអ្វីដែលខ្ញុំថតនៅខាងក្រោយខ្នងអំបញ្ញមិញនេះបាទគឺអក្សរកាត់តំណាងអូស្ត្រាលីគឺS YD បាទពុកម៉ែបងប្អូនឃើញហ្នឹងហើយខ្ញុំ zoom ឲ្យពុកម៉ែបងប្អូនឲ្យវាគៀកបន្តិចបាទពុកម៉ែបងប្អូនឃើញនេះ S YD អាហ្នឹងគឺជាតំណាងអូស្ត្រាលីយើងបាទ SYD នេះឯងបាទអញ្ចឹងអានឹងគឺជា International Airport ថ្មីAirport ចាស់នៅហើយ International Airport នេះគឺនៅក្នុងcity យើងតែម្ដងបាទពុកម៉ែបងប្អូនយើងហើយបន្តិចទៀតហ្នឹងគឺគេនឹងបើកថ្មីមួយទៀតបាទគឺនៅក្បែរផ្ទះរបស់ខ្ញុំបាទអាហ្នឹងគេចាប់ផ្ដើមឥឡូវនេះគេកំពុងតែដុតដៃដុតជើងហើយគេកំពុងតែធ្វើទាំងយប់ទាំងថ្ងៃបាទដើម្បីឲ្យវារួចរាល់ហើយនៅក្នុងឆ្នាំ2026ខាងមុខនេះក៏ប៉ុន្តែខ្ញុំបាទអត់ដឹងថាឆ្នាំ2026ខាងមុខនេះគេបើកឲ្យហោះហើរនៅថ្ងៃណាទេបាទពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនដែលគាត់មកពីគ្រប់ទិសទីនៅជុំវិញសកលលោកគឺថ្ងៃក្រោយខ្ញុំអត់ដឹងថាមកចុះនៅកន្លែងនេះទៀតទេឬមួយក៏ចុះនៅណាទេខ្ញុំអត់ដឹងទេណាក៏ប៉ុន្តែតារាងកប៉ាល់ហោះ International ថ្មីគឺនៅក្បែរផ្ទះរបស់ខ្ញុំបាទដែលបើកនៅក្នុងឆ្នាំ2026ហ្នឹងគឺនៅខាងផ្ទះរបស់ខ្ញុំនោះបាទនឹងចម្ងាយពីនេះទៅប្រហែលចូលជិតក្បែរ1ម៉ោងឯដែរណាពុកម៉ែបងប្អូនយើងបាទអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនពីចម្ងាយជួបនៅតែសំណាងល្អគ្រប់ក្រុមគ្រួសារបាទសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយបាយបាយ